สำหรับថ្ងៃនេះយើងនឹងនិយាយអំពីការព្រួយបារម្ភព្រោះតែខ្ញុំគិតថាការព្រួយបារម្ភសិតតែមនុស្សគ្រប់គ្នាសិតតែមាននៅចំណុចមួយនេះព្រោះតែគ្មាននរណាម្នាក់គឺកើតមកមិនចេះភ័យព្រួយនោះទេហើយការព្រួយបារម្ភហ្នឹងក៏មិនធ្វើឲ្យអ្វីកើតឡើងល្អឡើយវាតែងតែមិនអាចផ្លាស់ប្ដូរនៅអនាគតបានក៏ដូចជាមិនអាចដោះស្រាយនៅបញ្ហាបានវាធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងក៏ស្ទះហើយវាក៏មិនអាចការពារអ្នកពីអ្វីដែលអ្នកប្រុងនឹងជួបឬក៏កើតឡើងនៅពេលខាងមុខបានទេប៉ុន្តែរឿងទាំងអស់នេះគឺវាអាចធ្វើឲ្យអ្នកនឹងបាត់បង់នៅសន្តិភាពក៏ដូចជាបាត់បង់នៅធម៌ពលជាពិសេសគឺខាត់បង់ពេលវេលាយ៉ាងច្រើនហើយនៅក្នុងថ្ងៃនេះគឺអ្នកទាំងអស់គ្នាអាចនឹងពិចារណាឡើងវិញបានអ្នកមិនអាចគ្រប់គ្រងអ្វីទាំងអស់បានទេប៉ុន្តែមានអ្វីមួយដែលអ្នកអាចគ្រប់គ្រងបានជានិច្ចនោះគឺការឆ្លើយតបរបស់អ្នកវិញសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Grow Yourself with Me ដែលជាកន្លែងដែលយើងរៀនអំពី mindset ការអភិវឌ្ឍខ្លួននិងការបង្កើតនៅជីវិតរបស់យើងនឹងឲ្យកាន់តែមានអត្ថន័យដោយការយើងអភិវឌ្ឍខ្លួនជាមួយខ្លួនយើងផ្ទាល់ហើយយើងអាចនឹងផ្លាស់ប្ដូរនៅផ្នត់គំនិតជាមួយគ្នាបានសម្រាប់ថ្ងៃនេះយើងនឹងនិយាយអំពីមេរៀនមួយដែលអាចនឹងផ្លាស់ប្ដូរពីរបៀបដែលអ្នកគិតអំពីបញ្ហានិងជីវិតរបស់អ្នកទាំងមូលមេរៀននេះគឺវាសាមញ្ញណាស់ប៉ុន្តែខ្ញុំគិតថាវាអាចនឹងជួយជាគន្លឹះមួយដែលដោះស្រាយនៅបញ្ហាក្នុងចិត្តរបស់អ្នកទាំងអស់គ្នាបានដែលខ្ញុំចង់យកមកចែករំលែកនៅថ្ងៃនេះគឺគ្មានការព្រួយបារម្ភប៉ុន្មានទេដែលអាចផ្លាស់ប្ដូរអ្វីដែលអ្នកនឹងកើតឡើងបាននៅពេលខាងមុខមនុស្សភាគច្រើនគឺរស់នៅក្នុងសភាពមួយដែលតែងតែព្រួយបារម្ភជានិច្ចតែងតែព្រួយបារម្ភនៅអ្វីដែលនឹងកើតឡើងចំពោះមុខដោយការគិតដោយខ្លួនឯងពួកគេបានគិតអំពីអ្វីដែលអាចខុសពីការគិតហើយអំពីអនាគតរបស់ពួកគេដែលមិនច្បាស់លាស់មិនពិតប្រាកដហើយវាក៏នឹងព្យាយាមគ្រប់គ្រងនៅអ្វីៗដែលពួកគេមិនអាចគ្រប់គ្រងបានដូចគ្នាប៉ុន្តែរឿងដែលពិតប្រាកដនោះគឺការព្រួយបារម្ភមិនមែនជាការដោះស្រាយនៅបញ្ហានោះទេវាគ្រាន់តែជាការប្រើប្រាស់ធម៌ពលដោយគ្មានប្រយោជន៍ពេលដែលអ្នកព្រួយបារម្ភគឺអ្នកនឹងគិតថាអ្នកកំពុងតែរៀបចំខ្លួនសម្រាប់ពេលអនាគតប៉ុន្តែជាក់ស្ដែងនោះគឺអ្នកកំពុងតែបាត់បង់នៅសន្តិភាពផ្លូវចិត្តនៅពេលបច្ចុប្បន្ននេះដែលអ្នកកំពុងតែមានហើយមេរៀនដែលសំខាន់នោះគឺមានរឿងពីរប្រភេទនៅក្នុងជីវិតគឺអ្វីដែលអ្នកអាចគ្រប់គ្រងនិងអ្វីដែលអ្នកមិនអាចគ្រប់គ្រងបានបញ្ហានោះគឺមនុស្សភាគច្រើនតែងតែចំណាយពេលទៅលើអ្វីដែលពួកគេមិនអាចគ្រប់គ្រងបានដោយភ្លេចគិតពីអ្វីដែលពួកគេកំពុងមានហើយពួកគេត្រូវតែរក្សានិងគ្រប់គ្រងរឿងទាំងនោះហើយរឿងទាំងអស់នោះវាមានដូចជាអាកាសធាតុការគិតរបស់អ្នកដទៃអនាគតនិងលទ្ធផលដូច្នេះហើយរឿងទាំងអស់នេះគឺវាជារឿងមួយដែលយើងមិនអាចគ្រប់គ្រងបានទេដូច្នេះហើយយើងមិនចាំបាច់ខ្វល់ខ្វាយពីរឿងនឹងខ្លាំងពេកដែលយើងយកពេលមកគិតអ្វីដែលយើងអាចគ្រប់គ្រងបានវិញហើយរឿងទាំងអស់នេះហើយគឺវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកទេអ្នកមិនចាំបាច់ទៅតែតាមដានវាជាញឹកញាប់ដោយដែលរឿងដែលអ្នកមានសម្រាប់ខ្លួនឯងប៉ុន្តែមានអ្វីមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជានិច្ចនោះគឺការឆ្លើយតបរបស់អ្នកការគិតរបស់អ្នកនិងសកម្មភាពរបស់អ្នកទាំងអស់នេះហើយវាគឺជាទំនួលខុសត្រូវរបស់អ្នកផ្ទាល់មិនមែនអ្នកដទៃមកធ្វើចំនួនអ្នកទេហើយទាំងអស់នេះវាគឺជាកន្លែងមួយដែលអ្នកគួរតែដាក់ធម៌ពលរបស់អ្នកទាំងអស់ផ្ដោតទៅធ្វើរឿងទាំងអស់នោះពីព្រោះរឿងទាំងអស់នេះហើយវាសុទ្ធតែជាសកម្មភាពដែលនឹងផ្ដល់នៅជាលទ្ធផលមួយដែលល្អនិងបញ្ជាក់ដូចជា certificate អញ្ចឹងដែលវានឹងបង្ហាញថាអនាគតរបស់អ្នកនឹងទៅជាយ៉ាងណាលទ្ធផលនៃគោលដៅឬក៏ការងារចុងក្រោយរបស់អ្នកនឹងទទួលបានអ្វីដូច្នេះហើយសូមអ្នកនរគ្នាធ្វើរឿងទាំងអស់នេះជំនួសឲ្យការព្រួយបារម្ភហើយសូមសួរខ្លួនឯងវិញថាតើខ្ញុំអាចធ្វើអ្វីបាននៅពេលនេះបើសិនបើមានអ្វីដែលអ្នកអាចធ្វើបានចូលអ្នកធ្វើវាដោយកុំភ័យខ្លាចកុំរុញរាខ្ញុំលើកទឹកចិត្តអ្នកនរគ្នាឲ្យចាប់ផ្ដើមធ្វើទោះបីជាអ្នកមិនទាន់មានជំនឿចិត្តលើខ្លួនឯងក៏ដោយប៉ុន្តែអ្នកអាចចាប់ផ្ដើមធ្វើវាបានបើគ្មាននរណាម្នាក់លើកទឹកចិត្តអ្នកទាំងអស់គ្នាខ្ញុំសូមធ្វើជាមនុស្សម្នាក់ក្នុងចំណែកជីវិតរបស់អ្នកដោយលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យចាប់ផ្ដើមធ្វើការទទួលយកមិនមែនមានន័យថាអ្នកបោះបង់ទេគឺវាមានន័យថាអ្នកឈប់ប្រយុទ្ធជាមួយនឹងអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបានការរស់នៅដោយគ្មានការព្រួយបារម្ភគឺវាមិនមានន័យថាជីវិតរបស់អ្នកគ្មានបញ្ហានោះទេប៉ុន្តែវាមានន័យថាអ្នកមិនអនុញ្ញាតឲ្យបញ្ហាហ្នឹងគឺវាមកគ្រប់គ្រងលើចិត្តរបស់អ្នកទាំងស្រុងពេលដែលអ្នកផ្ដោតទៅលើអ្វីមួយដែលអ្នកអាចគ្រប់គ្រងបាននោះគឺអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាអ្នកទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលពិតប្រាកដគឺជាមនុស្សម្នាក់ដែលមានអំណាចដែលអាចបញ្ជាលើខ្លួនឯងបានមិនមែនអ្នកដទៃអ្នកមកនិយាយអ្នកបញ្ជាអ្នក
ដែលអ្នកនឹងត្រូវថាអ្នកត្រូវដើរទៅណាទៅធ្វើអ្វីចាប់ផ្ដើមពីណាដូច្នេះហើយគឺវាមានភាពស្ងប់ស្ងាត់ណាស់ហើយវាផ្ដល់ជាសន្តិភាពផ្លូវចិត្តដល់អ្នកទាំងអស់គ្នាជាមួយនឹងការផ្ដល់នូវភាពច្បាស់លាស់ក្នុងការសម្រេចចិត្តសម្រាប់ខ្លួនអ្នកដូចគ្នាដែរមនុស្សដែលមានចំណុចខ្លាំងនោះគឺមិនមែនពួកគាត់គ្មានការភ័យខ្លាចទេគ្រាន់តែពួកគេនឹងដឹងថាកន្លែងណាដែលពួកគេគួរតែដាក់ធម៌ពលរបស់ពួកគេទៅធ្វើនិងកន្លែងណាពួកគេគួរតែបោះបង់ចោលជាចុងក្រោយនោះគឺខ្ញុំអត់មានអ្វីច្រើនទេប៉ុន្តែខ្ញុំអាចនឹងប្រាប់អ្នកទាំងអស់គ្នាឲ្យចាំរឿងមួយថាការប្រួយបារម្ភនោះគឺវាមិនអាចការពារអ្នកពីថ្ងៃស្អែកបានទេប៉ុន្តែវាអាចនឹងបំផ្លាញអ្នកនៅក្នុងថ្ងៃនេះបានយ៉ាងងាយស្រួលដោយវានឹងធ្វើឲ្យអ្នកអស់ធម៌ពលខាតទាំងពេលវេលាប៉ះពាល់ទាំងសុខភាពនិងធ្វើឲ្យអ្នកនឹងមានការព្រួយបារម្ភខ្លាំងក្នុងការចាប់ផ្ដើមធ្វើអ្វីមួយដែលអ្នកទាំងអស់គ្នាចង់ធ្វើដូច្នេះហើយសូមអ្នកទាំងអស់គ្នានឹងជឿជាក់លើខ្លួនឯងហើយជ្រើសរើសរស់នៅដោយការយល់ដឹងការពិចារណានិងឆ្លើយតបទៅខ្លួនឯងផ្ទាល់ដោយមិនរំពឹងចម្លើយពីអ្នកដទៃត្រូវរៀនខ្លាំងដោយខ្លួនឯងរស់ដោយខ្លួនឯងនិងចាប់ផ្ដើមធ្វើវាដោយការផ្ដោតទៅលើអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានហើយទទួលយកនៅអ្វីដែលអ្នកទាំងអស់គ្នាមិនអាចគ្រប់គ្រងបានហើយបន្តឲ្យវាធ្វើដំណើរដោយធម្មជាតិរបស់វាប៉ុន្តែអ្នកទាំងអស់គ្នាយកពេលវេលានិងធម៌ពលរបស់អ្នកមកធ្វើអ្វីដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកដូច្នេះហើយជាចុងក្រោយគឺខ្ញុំមានការចែករំលែកប៉ុណ្នេះហើយខ្ញុំក៏សូមអរគុណច្រើនទៅដល់អ្នកទាំងអស់គ្នាដែលតែងតែស្ដាប់នៅវីដេអូរបស់ខ្ញុំនៅក្នុង Channel Grow Yourself with Me ខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នាបានទទួលនៅអត្ថប្រយោជន៍ពីវីដេអូរបស់ខ្ញុំបើមានអ្វីដែលខ្ញុំនិយាយខុសឆ្គងក៏អ្នកទាំងអស់គ្នាអាចប្រាប់ខ្ញុំបានឬក៏អ្នកទាំងអស់គ្នាមានអ្វីចង់ចែករំលែកឬក៏ចង់បានស្ដាប់នៅការបកស្រាយក៏អាចផ្លាស់ប្ដូរមកខ្ញុំបានហើយខ្ញុំនឹងស្វែងរកវាជាគន្លឹះសំខាន់ណាមួយដើម្បីយកមកបកស្រាយនិងចែករំលែកទៅអ្នកទាំងអស់គ្នាវិញបើសិនបើវីដេអូនេះវាពិតជាមានអត្ថប្រយោជន៍សូមកុំភ្លេចជួយចុច like និង subscribe មកកាន់ Channel របស់ខ្ញុំ Grow Yourself with Me នេះផងគឺ page ដែលយើងអភិវឌ្ឍខ្លួនឲ្យខ្លាំងជាមួយគ្នាដើម្បីទទួលបាននូវវីដេអូថ្មីៗអំពីការផ្លាស់ប្ដូរនៅផ្នត់គំនិតដំណើរឆ្ពោះទៅរកភាពជោគជ័យដោយខ្លួនយើងផ្ទាល់និងការអភិវឌ្ឍខ្លួនដូច្នេះហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តរៀនបន្តរីកចម្រើនហើយក៏បន្ត build yourself រៀងរាល់ថ្ងៃដូច្នេះហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាម្ដងទៀតខ្ញុំសូមជម្រាបលា